សូមស្វាគមន៍មកកាន់ការរៀនភាសាអង់គ្លេស Reading Power Builder គឺជាការអានឲ្យយល់ហើយមេរៀនទាំងអស់នេះជួយឲ្យអ្នកអានភាសាអង់គ្លេសងាយយល់គ្រប់អត្ថបទក្នុងនោះដែរមាន100មេរៀនដើម្បីហ្វឹកហាត់ទី1ចូលមើលរូបភាពឲ្យយល់មុននឹងអានមេរៀនទី2ចូលអានអត្ថបទឲ្យយល់ហើយចាំទី3ចូលធ្វើលំហាត់គ្រប់ចំណុច A B C D and E 4ត្រូវផ្ទៀងផ្ទាត់ជាមួយចម្លើយដែលមាន5ត្រូវតែយល់ឲ្យច្បាស់គ្រប់មេរៀនទាំងអស់ហើយអានដដែលរាល់ថ្ងៃ Consistency រហូតដល់យល់ចូលចិត្ត Lopez likes fish. So one day he went fishing. He went to the lake. He thought of the fish cooking. It made him hungry. At last he got a fish. He started cooking it for dinner. But along came a bear. The bear liked fish too. So the bear got the fish. And Mr. Lopez got away. មេរៀនទី1តើនរណាទទួលបានអ្វីលោកឡូប៉េសចូលចិត្តត្រីនៅថ្ងៃមួយគាត់បានធ្វើដំណើរទៅកាន់បឹងដើម្បីនេសាទត្រីហើយគាត់បានគិតអំពីការចម្អិនត្រីវាបានធ្វើឲ្យគាត់ឃ្លានយ៉ាងខ្លាំងនៅទីបំផុតគាត់នេសាទត្រីបានមួយក្បាលបន្ទាប់មកគាត់ចាប់ផ្ដើមចម្អិនវាសម្រាប់អាហារពេលងាយប៉ុន្តែពេលនោះខ្លាឃ្មុំបានមកដល់ខ្លាឃ្មុំក៏ចូលចិត្តត្រីដែរដូច្នេះហើយវាបានដណ្ដើមត្រីពីគាត់ពេលនោះដែរលោកឡូប៉េសបានរត់គេចខ្លួនបាត់ទៅ How well did you understand? Or read each question. Right or B? 1. What is this story about? A. Knowing when to give up. B. Fishing with a bear. 2. How did Mr. Lopez feel about bears? A. He liked them. B. He was afraid of them. 3. How do you know how Mr. Lopez felt about bears? A. He asked the bear to eat his fish. B. He ran away from the bear. For what did Mr. Lopez do with the fish? A. He put in a pan. B. He put in a bag. A. He cooked the fish. B. The bear ate the fish. 5. How do you know that Mr. Lopez did not eat his dinner? A. He cooked the fish. B. The bear ate the fish. តើអ្នកយល់ក្នុងអត្ថបទនេះបានកម្រិតណាកចូលអានសំណួរទាំងអស់ហើយជ្រើសរើសកឬខ1តើរឿងនេះនិយាយអំពីអ្វីកដឹងទេថាពេលណាត្រូវបោះបង់ខការនេសាទត្រីជាមួយខ្លាឃ្មុំ2តើលោកឡូប៉េសមានអារម្មណ៍យ៉ាងណាដែរចំពោះខ្លាឃ្មុំកគាត់ចូលចិត្តពួកវាខគាត់ខ្លាចពួកវា3តើអ្នកដឹងដូចម្ដេចថាលោកឡូប៉េសមានអារម្មណ៍យ៉ាងដូចម្ដេចចំពោះខ្លាឃ្មុំកគាត់បានឲ្យខ្លាឃ្មុំស៊ីត្រីរបស់គាត់ខគាត់បានរត់គេចចេញអំពីខ្លាឃ្មុំលេខ4តើលោកឡូប៉េសបានធ្វើអ្វីជាមួយត្រីនោះកគាត់បានដាក់វានៅក្នុងផ្ទះខគាត់បានដាក់វានៅក្នុងថង់5តើអ្នកដឹងដូចម្ដេចថាលោកឡូប៉េសមិនបានបរិភោគអាហារពេលល្ងាចរបស់គាត់កគាត់បានចម្អិនត្រីខខ្លាឃ្មុំបានស៊ីត្រី